ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំប៉ណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មក៏ដូចជាជីកសិកម្មចំពោះឯកសារតម្រូវសម្រាប់ធ្វើការស្នើសុំការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មក៏ដូចជាជីកសិកម្មមានដូចខាងក្រោមចំណុចទី1វិញ្ញាបនបត្រចំជីនៅក្រសួងពាណិជ្ជកម្មបានបតង់ឆ្នាំចុងក្រោយវត្តទិនចំណុចទី2កិច្ចសន្យាបញ្ជាក់ការផ្គត់ផ្គង់ពីក្រុមហ៊ុនប្រភពដើមចំណុចទី3លិខិតអនុញ្ញាតនាំចូលចំណុចទី4តារាងតម្លៃជីកសិកម្មតាមយថាប្រភេទចំណុចទី5វិញ្ញាបនបត្របញ្ជាក់បញ្ជីការជីកសិកម្មតាមយថាប្រភេទចំណុចទី6វិញ្ញាបនបត្រចុះបញ្ជីឃ្លាំងចំណុចទី7សម្បកវេចខ្ចប់ជីកសិកម្មតាមប្រភេទនីមួយៗដែលមានស្លាកសញ្ញាព័ត៌មានចំណុចទី8បញ្ជីរាយនាមដេប៉ូអត្តសញ្ញាណនិងអាស័យដ្ឋានដែលត្រូវចែកចាយបន្តចំណុចទី9របាយការណ៍អំពីសមត្ថភាពធ្វើប្រតិបត្តិការផ្គត់ផ្គង់ចែកចាយចំណុចទី10សោះកូពីនៃបញ្ជីឈ្មោះជីកសិកម្មដែលធ្វើការស្នើសុំផ្គត់ផ្គង់ចែកចាយគំរូសម្បកវេចខ្ចប់គំរូស្លាកសញ្ញាព័ត៌មានលម្អិតបងប្អូនអាចអញ្ជើញមកក្រុមមុខ Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ